ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្មែរអត្រៀតមួយដែរអ្នកទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានសុខសប្បាយទាំងអស់គ្នាចុះហើយថ្ងៃនេះខ្ញុំមានរឿងថ្មីមកចែកជូនអ្នកទាំងអស់គ្នាស្ដាប់លេងកម្សាន្តបែបរន្ធត់មួយទៀតហើយកុំឲ្យខាត់ពេលយូរចូលមកដល់សាច់រឿងយើងហ្មងទៅដោយសពមួយដងអញ្ចឹងតួអង្គក្នុងរឿងថ្ងៃនេះគឺខ្ញុំជាអ្នកដើរតួអង្គឯកទៀតហើយអញ្ចឹងតោះចង់ដឹងថាថ្ងៃនេះមានអីប្លែកខ្លះអញ្ជើញស្ដាប់ទាំងអស់គ្នាដើមរឿងយើងដំបូងឡើយមានឮសូរសំឡេងស្រែកហៅថាអាដាមហើយងើបឡើងដល់ម៉ោងអីគេទៅអស់ហើយខ្ញុំបើកភ្នែកទាំងមមីមើលដល់ឃើញពួកវាទាំង3នាក់ហ្នឹងកំពុងតែរៀបចំខ្លួនស្លៀកពាក់ខោអីហើយចិត្តហើយអស់ហើយនៅសល់តែខ្ញុំម្នាក់ឯងទេពេលហ្នឹងអាឆៃវាក៏ទាញខ្នើយយកមកគប់ខ្ញុំហើយវាថាអីអានេះដេកស្ពឹកម៉េះហើយមើលម៉ោងម៉ានហើយណាត់គ្នាចេញទៅម៉ោង5ឥឡូវម៉ោង 7:06 ហើយតន់ងើបទៀតតើងើបឲ្យលឿនឡើងបញ្ញាប់ងុយទឹកស្លៀកពាក់ខោចេញទៅបានចេញទៅពីព្រលឹមកុំឲ្យក្តៅខ្ញុំក៏ដើរទៅទាំងមមីមើងុយទឹកសម្អាតខ្លួនរៀបចំខ្លួនដើម្បីចេញដំណើរទៅជាមួយនឹងអាដែង3នាក់ហ្នឹងដោយពួកយើងទាំង4នាក់ហ្នឹងរួមទាំងខ្ញុំហ្នឹងបានណាត់គ្នាថាដើរលេងបោះតង់នៅចុងសប្តាហ៍ហ្នឹងហើយថ្ងៃនេះគឺជាថ្ងៃដែលពួកយើងចេញដំណើរទៅហើយដល់ពួកយើងទាំង4នាក់ហ្នឹងបានមកដេកជុំគ្នានៅផ្ទះអាឆៃដោយសារតែវាជាអ្នកនាំអាតពួកយើងដើរលេងអញ្ចឹងទៅដោយសារតែអត់ចង់ញ៉ៃថាចាំអ្នកនេះចាំអ្នកនោះក៏ពួកយើងសម្រេចចិត្តថាយប់ហ្នឹងមកដេកផ្ទះវាហ្មងទៅដោយដែលអ្នកទាំងអស់គ្នាបានឃើញពីដើមរឿងអញ្ចឹងពេលហ្នឹងគឺជាពេលព្រឹកហើយដែលពួកយើងទាំង4នាក់ហ្នឹងរៀបចំដំណើរចេញទៅនៅពេលដែលខ្ញុំរៀបចំខ្លួនហើយជាមួយពួកអាដែង3នាក់ហ្នឹងហើយអស់ហើយពួកយើងក៏ជិះម៉ូតូម្នាក់មួយទៅដោយម្នាក់អ្នកខ្លះក៏ដឹកម្ហូបអ្នកខ្លះក៏ដឹកតុកអ្នកខ្លះក៏ដឹកតង់ហើយអ្នកខ្លះទៀតទទួលបន្ទុកដឹកខោទាំងអស់គ្នាហ្នឹងទៅពួកយើងចាប់ផ្ដើមចេញដំណើរពីភ្នំពេញទៅម៉ោង 6 ព្រឹកពេលទៅដល់ក្រាស់សាំងមួយកន្លែងពួកយើងក៏ចូលទៅទិញអាហារសម្រន់ខ្លះទុកញ៉ាំតាមផ្លូវនិងកាហ្វេម្នាក់មួយកែវនៅពេលដែលកាហ្វេចូលកាពះបានម្នាក់មួយកែវទៅមានអារម្មណ៍ស្រស់ស្រាយគ្រប់គ្នាលើកលែងតែអាឆៃមួយអាឆៃវាអត់ចេះផឹកកាហ្វេទេតែពេលវាផឹកកាហ្វេវាជឿជក់អាចហើយមួយហ្នឹងបន្ទាប់ពីវាបានចូលបន្ទប់ទឹកហើយវាដោះស្រាយជាមួយបងប្អូនវាហើយក៏ពួកយើងទាំង4នាក់ហ្នឹងចេញដំណើរបន្តទៅមុខទៀតទេសភាពទៅតាមដងផ្លូវស្រស់ស្អាតមែនទែនដោយសារតែរដូវភ្លៀងកន្លងផុតទៅវាចូលដល់រដូវល្ងាវិញហើយអាកាសធាតុវាត្រជាក់ឲ្យពេលនឹងជិះម៉ូតូបដើញាក់បដើប៉ុន្តែដោយសារតែផុតរដូវភ្លៀងហើយអញ្ចឹងវាអត់មានភ្លៀងទេវាបានតែត្រជាក់អារម្មណ៍ពេលដែលយើងជិះម៉ូតូពេលព្រឹកជាមួយនឹងខ្យល់ត្រជាក់ជាមួយនឹងទេសភាពម្នាក់ស្រស់ស្រាយមែនទែនមិនយូរប្រហែលយើងក៏ដើរទៅដល់កន្លែងដែលយើងត្រូវទុកម៉ូតូហើយយើងបន្តដំណើរថ្មើរជើងដើម្បីឡើងលើភ្នំពេលដែលយើងទុកដាក់ម៉ូតូរៀបចំហើយផ្ញើជាមួយអ្នកដែលគេយាមម៉ូតូនៅសហគមន៍ហ្នឹងយើងក៏បន្តដំណើរឡើងទៅលើភ្នំទៀតតែមុននឹងឡើងហ្នឹងយើងចូលមីនីម៉ាតដែលអ្នកគ្រប់គ្នានិយមហៅថាមីនីម៉ាតនៅជើងភ្នំហ្នឹងណាបន្ទាប់ពីយើងរៀបចំហើយអស់ពួកយើងទាំង4នាក់ហ្នឹងក៏ឡើងទៅក្នុងចំណោមទាំង4នាក់ហ្នឹងមានខ្ញុំអាឆៃអាឈុនហើយនិងអាឈុយទាំង4នាក់យើងហ្នឹងដើរដំណើរថ្មើរជើងទៅហើយម្នាក់មានស្ពាយប្រវិចរៀងខ្លួនចឹងទៅជាមួយនឹងអីវ៉ាន់ខ្លះដើរម្នាក់មួយស្បោងចឹងទៅនៅពេលដែលដើរបានជិត1ម៉ោងអាឆៃវាក៏ស្រែកថាណែពួកអាដៃឯងឈប់សិនទៅអញហត់ទៅមុខលេងរួចហើយខ្ញុំជាមួយនឹងអាឈុនក៏ស្រែកដំណើរគ្នាថាអីហែងអីក៏អន់ម៉េះដើរប្រពន្ធនឹងសោះធ្ងោដូចគោអញ្ចឹងងាប់ហើយខ្ញុំអាឈុនហើយនិងអាឈុយក៏នាំគ្នាសើចចំអកទៅអាឆៃវាថាបើហែងខ្លាំងហែងអៀវអញមកចាំដល់ចកេះភ្នំអញអៀវហែងវិញខ្ញុំក៏និយាយលេងជាមួយវាថាទេអញដឹងទេខ្លួនទីពឹងខ្លួនហើយអញគ្មានកម្លាំងអៀវហែងទេវាក៏និយាយចំអកលក់លើយមកកាន់ខ្ញុំវិញថាអានេះខ្លាំងបានតែមាត់នឹងអាឈុយក៏វាបាននិយាយកាត់ភ្លាមថាបានហើយអា2នាក់ធុញហែងណាស្ងាត់មកទៅគ្នាយើងអង្គុយមិនតិចសិនទៅចាំយើងបន្តដំណើរឡើងទៅមុខទៀតបន្ទាប់ពីពួកខ្ញុំបានអង្គុយសម្រាប់ប្រហែលជា10នាទីក៏ពួកយើងបន្តដំណើរឡើងទៅមុខទៀតបន្តដំណើរជិត2ម៉ោងទៀតតែរយៈពេល2ម៉ោងហ្នឹងមិនមែនដើរ direct ហ្មងទេដោយសារតែអាឆៃវាទាឈប់ងាកឈប់រហូតអានោះវាដើរអត់បានឆ្ងាយទេនិយាយរួមទៅមួយក្រុមហ្នឹងអានឹងអន់ជាងគេពេលខ្លះពួកយើងទាំង3នាក់ហ្នឹងត្រូវជួយកាន់អីវ៉ាន់របស់វាឡើងទៅជាមួយគ្នាទៀតតែវាឡើងទៅតែខ្លួនទៅទេក៏វាឡើងមិនចង់ដល់ផងនៅពេលដែលពួកយើងឡើងដល់ចកេះភ្នំវាអាចនិយាយបានថាចូល 50% នៃដំណើរដែលយើងត្រូវទៅដល់គោលដៅរបស់យើងអញ្ចឹងនៅពេលដែលមកដល់ហ្នឹងខ្ញុំក៏ប្រាប់ព
ពួកវាទាំង3នាក់ថាឲ្យចាំនៅនឹងសិនហើយអញទៅជួសនំមួយផ្លែតហើយចាំយើងឡើងទៅទាំងអស់គ្នាពេលដែលខ្ញុំប្រាប់ពួកវាហើយខ្ញុំក៏ដើរទៅបត់ជើងទៅអត់លឺសូរពួកវាឆ្លើយតបជាមួយខ្ញុំទេបន្ទាប់ពីខ្ញុំបានបត់ជើងហើយហើយអស់ខ្ញុំក៏ងាកត្រឡប់មកក្រោយវិញអត់ឃើញពួកវាទាំង3នាក់ហ្នឹងទេខ្ញុំក៏ល្អូល្ងើម្នាក់ឯងថាយីអា3នាក់នេះគ្រាន់តែឲ្យចាំមួយផ្លែតមិនបានតែចោលឯងបាត់បន្ទាប់មកខ្ញុំគិតថាពួកវាដើរទៅមុនខ្ញុំហើយខ្ញុំក៏ខំប្រឹងដើរទៅតាមក្រោយវាដោយសារតែខ្លាចវាដើរទៅចោលខ្ញុំក៏ខំប្រឹងដើរតាមក្រោយវាឲ្យលឿនខេងលោតនតនាជាមួយនឹងពួកវាខ្ញុំខំប្រឹងដើរចូលចិត្តប្រហែលជាកន្លះម៉ោងក៏នៅតែអត់ឃើញសមោពួកវាដែរដោយសារតែហត់ពេកខ្ញុំក៏ទម្លាក់ខ្លួនអង្គុយសិនខ្ញុំក៏ទាញទឹកយកមកផឹកហើយអង្គុយល្អូក្នុងចិត្តថាអា3នាក់ហ្នឹងវាដើរលឿនម៉េះឯងខំប្រឹងដើរលឿនប៉ុណ្ណឹងហើយនៅតាមពួកវាទាំង3នាក់អត់ទាន់ទៀតហើយចុះអាឆៃអាហ្នឹងវាដើរងាកហត់ហ្នឹងហេតុអីក៏វាដើរទៅបាត់សូនឈឹងជាមួយនឹងអា2នាក់ទៀតអញ្ចឹងអត់ឃើញសមោពួកវាសោះបន្ទាប់ពីសម្រាប់បាត់ហត់បន្តិចខ្ញុំក៏បន្តដំណើរដើរតទៅមុខទៀតដោយក្នុងចិត្តគិតថាទៅមុខទៀតទៅគង់ទៅដល់ពេលមួយវាដើរហត់វាឈប់ហើយអញ្ចឹងគង់ទៅជួបគ្នាទេខ្ញុំចេះតែខំប្រឹងដើរទៅស្រាប់តែពេលដែលខ្ញុំកំពុងទៅដើរហ្នឹងខ្ញុំក៏បែរមកងាកក្រោយនៅពេលដែលខ្ញុំងាកក្រោយខ្ញុំបែរជាឃើញអា3នាក់ហ្នឹងនៅខាងក្រោយខ្នងខ្ញុំវិញដោយនៅពេលដែលខ្ញុំមើលទៅកាន់ពួកវាហ្នឹងពួកវាទាំង3នាក់ហ្នឹងមានសភាពសទឹកជោកតាំងពីក្បាលដល់ចុងជើងសុទ្ធទៅទឹកខ្ញុំក៏និយាយទៅកាន់ពួកវាថាអេអា3នាក់នេះគ្រាន់តែឲ្យចាំមួយផ្លែនមិនបានដើរមកចោលឯងបាត់ហើយហែងទៅធ្លាក់ទឹកនៅណាបានសទឹកខ្លួនជោគអញ្ចឹងពួកវាទាំង3នាក់អត់មាននិយាយមកកាន់ខ្ញុំទេវាគិតតែពីចង្អុលឲ្យខ្ញុំដើរទៅមុខទៀតខ្ញុំក៏ប្លែកក្នុងចិត្តថាអា3នាក់នេះវាកើតអីវាប៉ុន្តែអត់គិតច្រើនទេខ្ញុំក៏បន្តដំណើរដើរទៅមុខទៀតទៅពេលដែលខ្ញុំបន្តដំណើរហ្នឹងខ្ញុំចេះតែដើរងាកក្រោយដើរងាកក្រោយឃើញពួកវាទាំង3នាក់ហ្នឹងដើរតាមខ្ញុំដដែលប៉ុន្តែពួកវាអត់និយាយស្ដីអីទាំងអស់ខ្ញុំក៏អត់ខ្វល់ជាមួយនឹងអា3នាក់ហ្នឹងដែរគិតថាវាជាពួកម៉ាក់យើងហើយយើងចេះតែដើរបន្តទៅមុខទៀតទៅនៅពេលដែលយើងបន្តដំណើរចូលទៅក្នុងព្រៃឈើទៅមេឃដូចជារោភ្លៀងអញ្ចឹងគឺមេឃចាប់ដើមធ្លាក់ងងឹតមានខ្យល់ខ្លាំងហើយនឹងពពកចាប់ផ្ដើមខ្មៅខ្មួលខ្មាញ់រោដូចភ្លៀងអញ្ចឹងពេលហ្នឹងខ្ញុំក៏ស្រែកទៅកាន់អា3នាក់ហ្នឹងប៉ុន្តែខ្ញុំអត់បានងាកទៅមើលវាទេខ្ញុំស្រែកទៅកាន់វាថាអា3នាក់ឯងខំប្រឹងដើរលឿនតិចទៅមេឃដូចអសួរសោះខំប្រឹងសូត្រដំណើរដើរទៅឃើញលុយយើងបានទៅដល់រៀបចំតង់អីតន់មេឃអត់តន់ភ្លៀងប៉ុន្តែនៅតែអត់មានចម្លើយតបមកកាន់ខ្ញុំវិញអញ្ចឹងខ្ញុំប្លែកក្នុងចិត្តដោយសារតែមិត្តភ័ក្ដិខ្ញុំទាំង3នាក់ហ្នឹងអត់មាននរណាដែលស្ងាត់អញ្ចឹងទេឲ្យតែពេលតាណាមកណាគឺវាយពេញនឹងទាំងអស់ប៉ុន្តែលើកនេះអត់ដូចសពមួយដងទេគឺពួកវាទាំង3នាក់ហ្នឹងម្នាក់ណាក៏អត់មាននិយាយអីមួយម៉ាត់ដែរហើយទោះបីជាយើងដើរមកដល់យូរហើយធម្មតាមនុស្សយើងទោះបីជាសទឹកជោគប៉ុណ្ណានៅពេលដែលដើរតាមផ្លូវយូរបន្តិចខោយើងចាប់ដើមស្ងួតហើយប៉ុន្តែនៅពេលដែលខ្ញុំងាកទៅមើលអា3នាក់ហ្នឹងគឺខ្លួនវាទាំង3នាក់ហ្នឹងនៅសទឹកខ្លួនរបស់ពួកវាហ្នឹងសើមជោគដដែលដូចជាទៅត្រូវទឹកថ្មីហ្នឹងអញ្ចឹងនៅពេលដែលឃើញពួកវាអញ្ចឹងពួកវាបែរជាច្អល់ឲ្យខ្ញុំដើរទៅមុខទៀតខ្ញុំដោយសារតែឃើញពួកវាទាំង3នាក់ប្លែកខ្ញុំគិតថាអាចនឹងមានរឿងអីអសួរអញ្ចឹងទៅដោយសារតែនៅក្នុងព្រៃអាចនឹងជួបប្រទះហេតុការណ៍អីមួយអញ្ចឹងគេអត់ឲ្យនិយាយទេអញ្ចឹងគិតថាប្រហែលជាពួកវាតอมសំដីតอมមាត់តอมកអីហើយបានពួកវាអត់និយាយស្ដីអីខ្ញុំក៏ដើរទៅមុខទៀតជាមួយពួកវាហ្នឹងទៅដែលពួកវាទាំង3នាក់ហ្នឹងដើរតាមក្រោយខ្ញុំដំណើរដែលខ្ញុំបន្តដំណើរទៅមុខទៀតហ្នឹងគឺមេឃចាប់ដើមងឹតបរិយាកាសនៅពេលហ្នឹងដូចជាពេលយប់អញ្ចឹងគឺលែងមានពលឺចូលមកក្នុងព្រៃហ្នឹងហើយវាដូចជាចម្លែកមែនតើដោយសារតែនៅពេលដែលពួកយើងដើរហ្នឹងគឺពេលថ្ងៃទេប៉ុន្តែមេឃដូចជារយប់អញ្ចឹងដោយសារតែមេឃពេលហ្នឹងអត់អំណោយផលសោះវាល្ងឹតរហូតតតែមើលផ្លូវលេងចង់ឃើញខ្ញុំក៏ឈប់ដំណើរសិនហើយខ្ញុំក៏ទាញកូនចង្គៀងទូចមួយដែលខ្ញុំបញ្យួរនៅគៀនកតាបខ្ញុំខាងក្រោយហ្នឹងទាញខ្ញុំមកបើកប្រចាំងផ្លូវមើលនៅពេលដែលខ្ញុំចាំងចង្គៀងនឹងភ្លឺស្រាប់តែខ្ញុំលើកចង្គៀងហ្នឹងដើម្បីបំភ្លឺរមើអា3នាក់ដែលដើរមកខាងក្រោយខ្ញុំហ្នឹងពេលហ្នឹងខ្ញុំអត់ឃើញមិត្តភ័ក្ដិខ្ញុំទាំង3នាក់ហ្នឹងទេអត់ដឹងថាវាបាត់ខ្លួនតាំងពីពេលណាទេនៅពេលហ្នឹងខ្ញុំចាប់ផ្ដើមភ័យបុកពោះតិចហើយដោយសារតែដើរមកឆ្ងាយម្នាក់ឯងហើយមេឃចាប់ផ្ដើមល្ងឹតទាំងថ្ងៃហ្នឹងទៀតអត់ដឹងថាយើងអាចនឹងជួបប្រទះហេតុការណ៍អាក្រក់អីណាមួយអញ្ចឹងណាមិនដឹងថាអា3នាក់ដែលដើរតាមក្រោយខ្ញុំហ្នឹងវាបាត់ស្រមោលតាំងពីពេលណាទៀតឥឡូវហ្នឹងនៅសល់តែខ្ញុំម្នាក់ឯងគត់នៅពេលដែលខ្ញុំចាប់ផ្ដើមភ័យម្ដងតិច
គិតច្រើនចាប់ផ្ដើមគិតច្រើននៅពេលហ្នឹងថាគួរទៅមុខឬក៏គួរថយក្រោយនៅពេលហ្នឹងមិនឆ្ងាយពីខ្ញុំប្រហែលទេមានចង្គៀងមួយភ្លឺប៉ំតិចនៅពេលដែលឃើញចង្គៀងហ្នឹងហើយខ្ញុំក៏គិតក្នុងចិត្តថាអាចនឹងមានមនុស្សនៅខាងមុខហ្នឹងហើយដោយសារតែមានពន្លឺអញ្ចឹងខ្ញុំក៏ដើរទៅតាមពន្លឺហ្នឹងនៅពេលដែលខ្ញុំកាន់ចង្គៀងរបស់ខ្ញុំបំភ្លឺផ្លូវទៅដើរតាមពន្លឺហ្នឹងខ្ញុំក៏បានដើរទៅដល់ពន្លឺហ្នឹងមែនក៏ឃើញព្រះសង្ឃមួយអង្គដែលលោកគង់នៅចាំផ្លូវហ្នឹងពេលដែលខ្ញុំឃើញព្រះសង្ឃខ្ញុំក៏បានគោរពសំពះលោកក៏មានសង្ឃដីកាថាខ្ញុំចង់ទៅណាខ្ញុំក៏ទូលទៅកាន់លោកថាកណាមកដើរលេងបោះតង់ជាមួយនឹងមិត្តភ័ក្តិហើយឥឡូវហ្នឹងកណាវែងគ្នាហៅគ្នាអត់ឃើញលោកក៏មានសង្ឃដីកាថាឥឡូវហ្នឹងញោមមកតាមអាត្មាមកហើយសម្រាប់នៅកុដិអាត្មាសិនចោះចាំស្អែកឡើងចាំញោមចុះពីភ្នំវិញចោះនៅពេលហ្នឹងខ្ញុំមានសំណួរឆ្ងល់ពេញក្បាលទាំងអស់ថាហេតុអីបានជាខ្ញុំឡើងមកនៅពេលថ្ងៃហើយលោកមានសង្ឃដីកាថាឥឡូវហ្នឹងយប់ហើយឲ្យខ្ញុំសម្រាប់នៅកុដិលោកសិនចោះចម្ងល់ជាច្រើនលោតនៅពេញខួរខ្ញុំអត់ដឹងថាយើងត្រូវបកស្រាយយ៉ាងណាដោយសារតែពេលដែលយើងឡើងមកហ្នឹងនៅពេលថ្ងៃហើយលោកមានសង្ឃដីកាថាឥឡូវហ្នឹងនៅពេលយប់ហើយមិត្តភ័ក្តិខ្ញុំ3នាក់ទៀតនៅណានៅពេលហ្នឹងខ្ញុំក៏សម្លឹងទៅមើលប្រភពរបស់លោកពេលហ្នឹងលោកញញឹមតិចហើយលោកក៏មានសង្ឃដីកាថាកុំបារម្ភពេកអីញោមឥឡូវហ្នឹងញោមមកតាមអាត្មាសិនមកចាំពេលទៅដល់កុដិចាំអាត្មាប្រាប់ពេលដែលលោកមានសង្ឃដីកាចប់លោកក៏និមន្តទៅខ្ញុំក៏ដើរទៅតាមក្រោយលោករហូតតទៅឃើញវត្តមួយវត្តហ្នឹងមើលពីខាងក្រៅទៅទំនងជាមានវ័យចំណាស់ដែរហើយខ្ញុំក៏ដើរទៅតាមក្រោយលោករហូតទៅដល់ព្រះវិហារចំណាស់មួយដែលមានភ្លើងប្លង់នៅក្នុងវិហារហ្នឹងលោកក៏មានសង្ឃដីកាមកកាន់ខ្ញុំថាញោមចូលទៅចោះពេលដែលញោមចូលទៅញោមនឹងឃើញបច្ច័យអត្តកាវត្តនៅក្នុងនឹងហើយបន្ទាប់ពីលោកបានប្រាប់ខ្ញុំចឹងហើយខ្ញុំក៏អោនស្ពះទៅកាន់លោកហើយខ្ញុំក៏ដើរចូលទៅព្រះវិហារនឹងទៅពេលដែលខ្ញុំចូលទៅដល់ព្រះវិហារនឹងឃើញព្រះសង្ឃមួយអង្គលោកគង់បែរមុខទៅព្រះពុទ្ធបដិមាពេលដែលខ្ញុំដើរទៅដល់ព្រះវិហារនឹងខ្ញុំក៏ដើរលោបអត់ហ៊ានមានសម្លេងរំខានដល់លោកដែលលោកកំពុងតែសូត្រធម៌ទេពេលហ្នឹងខ្ញុំក៏បានបត់ជើងអង្គុយស្ពះលោករហូតទៅលោកសូត្រធម៌ចប់ពេលដែលលោកសូត្រធម៌ចប់លោកក៏បែរមកនិយាយជាមួយខ្ញុំលោកក៏មានសង្ឃដីកាថាញោមតាណាមកណាបានមកដល់វត្តនេះខ្ញុំក៏ទូលលោកទៅតាមដំណើរសាច់រឿងហ្នឹងទៅថាខ្ញុំមកដើរលេងបោះតង់ជាមួយមិត្តភ័ក្តិប៉ុន្តែវែងផ្លូវនៅតាមផ្លូវខ្ញុំក៏បានជួបព្រះសង្ឃមួយអង្គហើយព្រះសង្ឃលោកក៏នាំផ្លូវខ្ញុំមកដល់វត្តមួយហ្នឹងពេលហ្នឹងលោកញញឹមមកកាន់ខ្ញុំលោកក៏មានសង្ឃដីកាថាញោមរិស័យខ្ពស់ណាស់មានអ្នកតាមថែរក្សាញោមបើសិនជាគ្មានអ្នកតាមថែរក្សាញោមទេញោមមិនបានមកដល់វត្តនេះទេខ្ញុំពេលដែលស្ដាប់លោកមានសង្ឃដីកាអញ្ចឹងហើយខ្ញុំមានសំណួរជាច្រើនចង់ទៅសួរលោកឲ្យលោកបកស្រាយថាមូលហេតុអីមិនខ្ញុំមកដល់កន្លែងហ្នឹងហើយមូលហេតុអីដែលខ្ញុំចេញមកពីពេលថ្ងៃខ្ញុំមកដល់នេះនៅពេលយប់អញ្ចឹងដែលខ្ញុំដើរមិនបានប្រហែលម៉ោងទេហេតុអីក៏ពេលវេលាដើរលឿនម៉េះហើយចុះចំណែកមិត្តភ័ក្តិខ្ញុំ3នាក់ទៀតនៅណាបើខ្ញុំអត់ឃើញលោកក៏មានសង្ឃដីកាថាញោមត្រូវមកព្រៃនាំផ្លូវហើយញោមមានបានធ្វើអីខុសនៅក្នុងព្រៃនឹងអត់ខ្ញុំគិតមកសន្ទុះបន្ទាប់មកខ្ញុំក៏នឹកឃើញថាប្រហែលជាខ្ញុំជួសនោមនឹងហើយខ្ញុំជួសនោមអាចនឹងប៉ះពាល់នៅកន្លែងដែលគេស្នាក់នៅអញ្ចឹងណាខ្ញុំក៏ទូលតាមដំណើរសាច់រឿងហ្នឹងទៅលោកក៏មានសង្ឃដីកាថានឹងហើយញោមប៉ះពាល់គេហើយប៉ុន្តែដោយសារតែញោមមានអ្នកតាមថែរក្សាបានញោមមកដល់វត្តអាត្មានេះលោកបន្តមានសង្ឃដីកាថាព្រះសង្ឃដែលនាំញោមមកវត្តហ្នឹងមិនមែនជាព្រះសង្ឃនៅវត្តអាត្មាទេព្រះសង្ឃដែលនាំផ្លូវញោមហ្នឹងគឺជាគ្រូបាអាចារ្យដែលតាមថែរក្សាញោមហ្នឹងហើយតាមការពារញោមជានិច្ចនៅពេលដែលស្ដាប់លោកមានសង្ឃដីកាអញ្ចឹងហើយខ្ញុំក៏ព្រឺក្បាលខ្ញាក់ដោយសារតែព្រះសង្ឃដែលនាំញោមហ្នឹងមិនមែនជាមនុស្សទេអញ្ចឹងចុះមិត្តភ័ក្តិទាំង3នាក់ទៀតរបស់ខ្ញុំមិនបានអត់ឃើញមកជាមួយខ្ញុំអញ្ចឹងមិនបានក៏ដើរវែងគ្នាអញ្ចឹងលោកក៏មានសង្ឃដីកាថាមិត្តភ័ក្តិរបស់ញោមដែលដើរមកជាមួយញោមទាំង3នាក់ហ្នឹងមិនមែនជាមិត្តភ័ក្តិរបស់ញោមទេមិត្តភ័ក្តិរបស់ញោមអត់បានដើរមកជាមួយញោមទេពេលដែលលើលោកមានសង្ឃដីកាអញ្ចឹងហើយខ្ញុំព្រឺក្បាលខ្ញាក់អញ្ចឹងមានន័យថាមិត្តភ័ក្តិដែលរួមដំណើរជាមួយខ្ញុំហ្នឹងមិនមែនជាមិត្តភ័ក្តិរបស់ខ្ញុំទេគឺជាខ្មោចព្រៃដែលគេរស់នៅហ្នឹងដោយសារតែខ្ញុំជួបនោមទៅប៉ះពាល់នៅកន្លែងរបស់គេដែលយើងជួននោមអត់បានសុំគេអញ្ចឹងបំណងគេចង់យកខ្ញុំដែលខ្មោចហ្នឹង
និមិត្តខ្លួនជាមិត្តភក្តិខ្ញុំទាំង3នាក់ហ្នឹងប៉ុន្តែខ្មោចហ្នឹងគឺជាខ្មោចទឹកដោយសារតែទីតាំងដែលខ្ញុំបំពេញហ្នឹងគឺដើមឡើយគឺជាបឹងមួយបន្ទាប់មកបឹងហ្នឹងបែរជារីងស្ងួតទឹកកាលពីអតីតកាលហ្នឹងគឺវាជាបឹងធំមួយហើយមានមនុស្សជាច្រើនដែលបានលង់ទឹកស្លាប់នៅក្នុងបឹងហ្នឹងដូចជាគេនិយាយថាជាជើងកបអញ្ចឹងណាហើយក៏មានព្រលឹងខ្លះក៏នៅរហូតទៅអត់បានទៅចាប់ជាតិចាប់កំណើតអីទេពេលដែលខ្ញុំប៉ះពាល់ទៅដល់កន្លែងដែលគេស្នាក់នៅហ្នឹងគេមានអារម្មណ៍ខឹងសម្បាមកកាន់ខ្ញុំហើយចង់យកខ្ញុំហ្នឹងទៅនៅជាមួយគេពេលដែលខ្ញុំស្ដាប់លោកមានសង្ឃការអញ្ចឹងហើយចាប់ផ្ដើមតក់ស្លុតពេលហ្នឹងលោកក៏មានសង្ឃការថាមិនអីទេញោមមកដល់នេះហើយញោមរួចខ្លួនហើយមិនអីទេកុំមានការបារម្ភអីពេលដែលខ្ញុំស្ដាប់លោកមានសង្ឃការហើយខ្ញុំក៏បានក្រាបស្ពះលោក3ដងហើយលោកក៏បន្តមានសង្ឃការទៀតថាឥឡូវហ្នឹងញោមនៅស្ពះព្រះជាមួយពុទ្ធបរិស័ទចំណុះជើងវត្តយើងសិនទៅចាំពេលដែលឆាប់សពគ្រប់អស់ហើយញោមនៅសម្រាប់នៅកុដិអាត្មាចោះចាំអាត្មារៀបចំកន្លែងឲ្យញោមសម្រាប់ពេលដែលឮសូរលោកមានសង្ឃការអញ្ចឹងខ្ញុំក៏មានចម្ងល់លោតមកទៀតហើយថាពេលដែលខ្ញុំចូលមកដូចជានៅក្នុងព្រៃជ្រៅអត់មានផ្ទះអត់មានអីទេហើយលោកមានសង្ឃការថាឲ្យខ្ញុំនឹងនៅស្ពះព្រះជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តភ្លាមហ្នឹងខ្ញុំក៏សួរទៅកាន់លោកថាដឹកគុណនៅហ្នឹងមានប្រជាជននៅដែរដឹកគុណលោកក៏ថានៅក្រោយខ្នងញោមហ្នឹងហើយពេលហ្នឹងគ្រាន់តែខ្ញុំកលេចទៅក្រោយភ្លាមនៅក្នុងបរិវេណវិហារទាំងអស់ហ្នឹងពេញសុទ្ធតែមនុស្សទាំងអស់ពេលហ្នឹងខ្ញុំភ្ញាក់ព្រឺតចំមនុស្សទាំងអស់ហ្នឹងមកពីណាប៉ុន្តែនៅពេលដែលខ្ញុំសង្កេតយូរទៅមនុស្សទាំងអស់ហ្នឹងអង្គុយជាជួរអញ្ចឹងហើយអោនក្បាលសំពះប៉ុន្តែមានអ្នកខ្លះរលួយអ្នកខ្លះទៀតក៏អត់មានដៃអ្នកខ្លះទៀតក៏ធ្លាយពវៀនចេញមកអញ្ចឹងមានន័យថាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ហ្នឹងភាគច្រើនគឺជាខ្មោចនៅពេលដែលខ្ញុំឃើញទស្សនភាពទាំងអស់ហ្នឹងហើយខ្ញុំក៏រត់ទៅក្បែរលោកទៅអង្គុយនៅក្រោយខ្នងរបស់លោកក៏បានសើចតិចថាមិនអីទេញោមអ្នកទាំងអស់ហ្នឹងសុទ្ធតែជាបុគ្គលល្អទេកុំខ្លាចអីញោមនៅពេលដែលខ្ញុំឮអញ្ចឹងហើយខ្ញុំក៏ព្យាយាមបើកភ្នែកសម្លឹងទៅមើលពួកគាត់ប៉ុន្តែពួកគាត់អត់មានកម្រើកអីទេកាយវិការដែលខ្ញុំបានឃើញមុននឹងតាំងប្រហែលពួកគាត់នៅត្រឹងនៅនឹងដដែលនៅពេលដែលខ្ញុំឃើញចឹងហើយខ្ញុំក៏ដើរមកអង្គុយបាត់ជើងស្ពះលោកទាំងអារម្មណ៍ពេលហ្នឹងភ័យខ្លាចហើយភ្នែកនៅកញ្ចឹងកហើយពេលហ្នឹងតែធ្វើម៉េចលោកមានសង្ឃការចឹងហើយខ្ញុំក៏មកអង្គុយស្ពះលោកវិញនៅពេលហ្នឹងលោកក៏ចាប់ផ្ដើមសូត្រធម៌រហូតតតែចប់សពគ្រប់អស់ហើយភ្លាមហ្នឹងក៏មនុស្សទាំងអស់ហ្នឹងក៏បាត់ចេញពីវិហារហ្នឹងអស់ទៅលោកក៏នាំខ្ញុំទៅកាន់កុដិលោកក៏បានយកអំបោសបោះដីដែលនៅកុដិហ្នឹងហើយលោកមានសង្ឃការថានៅវត្តអាត្មាអត់មានអីទេញោមដោយសារតែវត្តនេះគង់តែអាត្មាមួយអង្គឯងគត់អញ្ចឹងហើយអាត្មាអត់មានអីច្រើនសម្រាប់ទទួលញោមទេខ្ញុំស្ពះទៅកាន់លោកហើយនិយាយថាអត់អីទេដឹកគុណឲ្យតែមានកន្លែងជ្រកទៅបានហើយខ្ញុំមានខ្នើយខ្យល់ដែលខ្ញុំដាក់តាមខ្លួនហ្នឹងហើយជាមួយនឹងអាវក្រៅខ្ញុំក៏ដកអាវក្រៅធំមួយយកមកក្រាលហើយនឹងយកកសែងពោះគោខ្ញុំហ្នឹងយកមកដដប់ហើយខ្ញុំមានខ្នើយខ្យល់ដែលខ្ញុំដាក់នៅក្នុងកតាបតាមខ្លួនរហូតហ្នឹងយកមកផ្លុំសម្រាប់កើយនៅពេលហ្នឹងខ្ញុំក៏ដេកនៅលើរនៀបនៅខាងក្រោមចំណែកឯលបងគាត់សឹងនៅខាងលើក្រែខ្ញុំនៅដេកក្បែរលបងហ្នឹងរហូតទៅដល់ភ្លឺទើបលោកមានសង្ឃការថាញោមត្រឡប់ទៅវិញចោះអស់អីហើយចោះទៅវិញញោមទៅធម្មតាចោះកុំបាច់ព្រួយបារម្ភអីអត់មានអ្នកណាធ្វើអីញោមទេចាប់ពីពេលនេះតទៅខ្ញុំស្ពះលាលបងហើយខ្ញុំក៏ដើរចេញពីវត្តហ្នឹងទៅនៅពេលដែលខ្ញុំដើរទៅតាមផ្លូវហ្នឹងបរិយាកាសដែលខ្ញុំដើរមកវិញអត់ដូចបរិយាកាសដែលខ្ញុំដើរចូលទៅទេគឺពេលដែលខ្ញុំដើរចេញពីវត្តមកវិញមានសំឡេងចាបយំមានសំឡេងសត្វតោះឥឡូវកាន់មកដល់វគ្គអា3ក្បាលនេះវិញអា3ក្បាលមិត្តភ័ក្ដិខ្ញុំហ្នឹងវាបន្ទាប់ពីលឺសូរខ្ញុំប្រាប់វាថាឲ្យចាំខ្ញុំបន្តិចសិនទៅពួកវាទាំង3នាក់ហ្នឹងក៏នៅអង្គុយនៅលើដុំថ្មអង្គុយចាំខ្ញុំប៉ុន្តែនៅពេលដែលអា3នាក់ហ្នឹងវាអង្គុយចាំយូរទៅវាក៏ស្រែកសួរគ្នាថាចុះអាដាមវាតាណាយូរម៉េះវាទៅជួននំគៀនហ្នឹងតើមិនបានយូរម៉េះអត់តន់ឃើញត្រឡប់មកវិញអញ្ចឹងនៅពេលដែលចាំយូរពេកអញ្ចឹងទៅអា3នាក់ហ្នឹងក៏ចាប់អារម្មណ៍ថាបាត់ខ្ញុំអត់ឃើញខ្ញុំនៅជួននំទៀតទេពួកវាទាំង3នាក់ហ្នឹងស្លន់ស្លោដើររស្រែកហៅខ្ញុំពេញព្រៃពួកអស់ហ្នឹងចេះតែបន្តដើរផងស្រែកផងដើរផងស្រែកផងអញ្ចឹងប៉ុន្តែនៅតែ
អត់មានសម្លេងខ្ញុំឆ្លើយតបទេដោយសារតែពេលហ្នឹងខ្ញុំឡើងទៅផតបាត់មុនហើយពួកវាគិតក្នុងចិត្តថាអាចនឹងមានបញ្ហាអីកើតឡើងចំពោះខ្ញុំអញ្ចឹងណាដោយសារតែសុកបាត់ខ្ញុំពួកវាក៏ដើរទៅកន្លែងដែរខ្ញុំជួសនោមហ្នឹងដោយសារតែដើរផងស្រែកផងអត់ឃើញយ៉ាងទៅខ្លាចខ្ញុំមានបញ្ហាអីចឹងពួកវាទាំង3នាក់ហ្នឹងក៏ជួបបរិយាកាសដូចខ្ញុំដែរភ្លាមហ្នឹងមេឃចាប់ផ្ដើមល្ងឹតចុះល្ងឹតពពកខ្មួខ្មាញ់ដូចដែលខ្ញុំជួបមុនហ្នឹងអញ្ចឹងគឺទស្សនវិជ្ជាដូចគ្នាពួកវាគិតថាបើសិនជាដើររកខ្ញុំក៏មិនដឹងទៅរកណាដែរអញ្ចឹងមានតែចោះទៅហៅខាងសហគមន៍ឲ្យគេមកជួយរកប៉ុន្តែបញ្ហាធំបំផុតហ្នឹងគឺឥឡូវហ្នឹងចាប់ផ្ដើមមេឃរោភ្លៀងហើយបើសិនជាចុះពីលើភ្នំទៅខ្លាចចំពេលភ្លៀងល្អិលដួលឬក៏មានបញ្ហាអីចឹងទៅពួកវាថាមិនអីទេចាំមើលមេឃសិនមើលបើសិនជាអត់មានបញ្ហាអីទេចាំយើងចុះទៅស្រាប់តែពេលហ្នឹងមេឃក៏ចាប់ផ្ដើមធ្លាក់ល្ងឹតនៅពេលដែលមេឃចាប់ផ្ដើមធ្លាក់ល្ងឹតពួកអា3នាក់ហ្នឹងក៏និយាយគ្នាថាឥឡូវហ្នឹងល្ងឹតហើយចាំមើលស្អែកមើលប៉ុន្តែមិនបានសុកល្ងឹតឈឹងអញ្ចឹងអាឈុនវាថាឥឡូវហ្នឹងយើងមានតែបោះតង់ចាំវានៅនឹងសិនព្រោះអីខ្លាចវាដើរតាណាកេងលោវាដើរលេងគៀននឹងបន្តិចចឹងហើយវាត្រឡប់មកហូបពួកយើងវិញអត់ឃើញអញ្ចឹងយើងត្រឡប់ទៅកន្លែងរបស់យើងវិញហើយយើងបោះតង់ចាំវាសាក់លំមើលនៅពេលហ្នឹងអា3នាក់ហ្នឹងវាក៏បានឯកភាពគ្នាហើយវាក៏ដើរទៅកន្លែងដែលឈប់អង្គុយរងចាំខ្ញុំហ្នឹងវាក៏រៀបចំតឡើងតង់តឡើងអីចឹងទៅហើយប្រកាត់ភ្លើងធ្វើម្ហូបធ្វើអីញ៉ាំចឹងទៅដោយសារតែពួកវារៀងក្លៀនដែរនៅពេលដែលធ្វើម្ហូបញ៉ាំហើយអីហើយអស់មេឃចាប់ដើមល្ងឹតមែនតែនហើយចាក់ភ្នែកមើលលេងយល់ហើយនៅសល់តែភ្លើងដែលវាប្រកាត់នឹងទេហើយនឹងពូភ្លើងដែលពួកវាទាំង3នាក់ហ្នឹងដាក់នៅជាប់តាមខ្លួននឹងឯងតាមតង់មួយហ្នឹងពួកវាក៏អង្គុយនៅជុំវិញភ្លើងហ្នឹងហើយពិភាក្សាគ្នាថាអាដាមវាអាចនឹងវែងផ្លូវឬក៏វាតាណាព្រោះអីវាអត់ដែរអញ្ចឹងទេពេលដើរជាមួយគ្នាវាតែងតែចាំគ្នាដើរទៅជុំគ្នាវាអត់ដែរដើរតែឯងអញ្ចឹងទេស្រាប់តែភ្លាមហ្នឹងអាឆៃវាក៏បាននិយាយថាអើយឯងកុំទៅខ្វល់វាមិនតាណាឆ្ងាយទេតែបន្តិចទៀតវាមករកយើងវិញហើយវាអាចដើរតាណាបើសិនជាតាណាក៏យើងមិនដឹងជួយវាមិនដែរព្រោះអីឥឡូវហ្នឹងយប់ហើយមានតែព្រឹកស្អែកឡើងយើងពេលដែលថ្ងៃរះយើងនាំគ្នាសូត្រចុះពីលើភ្នំដើម្បីទៅប្រាប់ខាងសហគមន៍គេឲ្យដើរជួយរកវាមានតែប៉ុណ្្នឹងឯងឥឡូវហ្នឹងយើងធ្វើអីអត់កើតទេព្រោះអីយប់ល្ងឹតហើយយើងចុះពីលើភ្នំក៏ខ្លាចយើងមានបញ្ហាទាំងអស់គ្នាហើយបើដើររកវាវិញក៏មិនដឹងទៅរកវានៅណាដែរបន្ទាប់ពីនិយាយគ្នាហើយអាឈុនវាថាបើអញ្ចឹងនាំគ្នាចូលដេកទៅព្រោះអីអញដូចជាល្វើយដែរហើយពួកវាទាំង3នាក់ហ្នឹងក៏នាំគ្នាចូលតង់ទៅដោយអាឈុនហើយនិងអាឆុយវាដេកតង់មួយ2នាក់ហើយចំណែកឯអាឆៃវិញវាដេកតង់មួយតែឯងនៅពេលដែល3នាក់ហ្នឹងវាដេករលាវចិត្តលក់ហើយស្រាប់តែពេលហ្នឹងតង់អាឆៃលឺសូរប្រាវអាឆៃវាភ្ញាក់ព្រឹកអង្គុយចងាំងនៅក្នុងតង់ហ្នឹងវាក៏សេកសួរទៅអា2នាក់ទៅថាណែអា2នាក់ហើយមានលឺសូរអីអត់ស្រាប់តែពេលហ្នឹងអត់មានសំឡេងអាឈុនឬក៏អាឆុយអីឆ្លើយតបមកកាន់វាវិញទេភ្លាមហ្នឹងនៅពេលដែលអត់មានសំឡេងឆ្លើយតបមកកាន់វាអញ្ចឹងវាក៏រូតទ្វារតង់របស់វាហ្នឹងបំរុងនឹងចេញមកក្រៅនៅពេលគ្រាន់តែវារូតតង់ចេញមកភ្លាមស្រាប់តែមានជើងមួយធ្លាក់ពីលើតង់របស់វាហ្នឹងយល់ស្តោកដូចជាខ្មោចចងកអញ្ចឹងគឺមានតែជើងទេហើយជើងហ្នឹងមានឈាមហូរឡើងរលាក់នៅចំពីមុខទ្វារតង់របស់វានឹងគ្រាន់តែឃើញទស្សនវិជ្ជាបែបហ្នឹងភ្លាមអាឆៃវាស្រែកឡើងផ្លាត់សន្លេងនៅពេលដែលវាស្រែកលឺអញ្ចឹងទៅក៏ភ្ញាក់ទៅដល់អា2នាក់នោះក៏វាសួរទៅកាន់អាឆៃថាឯងមានរឿងអីមែនភ្លាមហ្នឹងអា2នាក់ហ្នឹងក៏បើកតង់ចេញមកមើលអាឆៃខ្លាចវាមានបញ្ហាអីចឹងដោយសារតែភ្លើងដែលពួកវាប្រកាសធ្វើមហូបមុនហ្នឹងអត់ទាន់រលត់ទេពេលដែលអាឆុយហើយនិងអាឈុនបើកតង់ចេញមកក៏ដើរកាត់នឹងភ្នក់ភ្លើងដែលវាប្រកាសនឹងសមោលរបស់អា2នាក់ហ្នឹងចាំងទៅលើតង់របស់អាឆៃប៉ុន្តែសមោលអា2នាក់ហ្នឹងមិនមែនជាសមោលមនុស្សប្រុសទេបែរជាឃើញសមោលមនុស្សស្រីទម្លាក់សក់វែងមាឌធំខ្ពស់នៅពេលដែលអាឆៃវាឃើញសមោលដែលចាំងទៅលើតង់វាមិនមែនជាសមោលរបស់អាឈុនហើយនិងអាឆុយអាឆៃវាកាន់តែស្រែកខ្លាំងឡើងដោយសារតែអាហ្នឹងវាព្រលឹងខ្សោយផងអញ្ចឹងវាក៏បានស្លាប់បាត់ទៅនៅពេលហ្នឹងអាឆុយហើយនិងអាឈុនវាបើកតង់របស់អា
ឆៃមើលក៏ឃើញអាឆៃដេកស្លាប់ស្លោកស្ដឹងនៅក្នុងតង់ហ្នឹងដោយមើលសភាពការអត់ស្រួលអាពីរអ្នកហ្នឹងក៏សម្រេចចិត្តថាដេកជាមួយនឹងអាឆៃចោះខ្លាចវាមានបញ្ហាអីអត់ស្រួលអញ្ចឹងទៅណានៅយប់ហ្នឹងទាំង3អ្នកហ្នឹងក៏ដេកបជ្រៀតគ្នាក្នុងតង់តែមួយហ្នឹងរហូតតទៅដល់ភ្លឺនៅពេលដែលភ្លឺឡើងអាឆុយហើយនិងអាឈុនវាក៏ដឹងខ្លួនឡើងហើយបែរទៅមើលអាឆៃដែលនៅដេកចំកណ្ដាលហ្នឹងគឺវានៅកលុំភួយញ័រនៅឡើយទេមិនដឹងថាវាភ្ញាក់ពីស្លាប់តាំងពីពេលណាទេអាពីរអ្នកនោះក៏ដេកលក់អត់ដឹងថាអាឆៃវាដឹងខ្លួនទៀតនៅពេលហ្នឹងហើយអាឆុយហើយនិងអាឈុនក៏វាដាស់អាឆៃទាញភួយចេញហើយពេលហ្នឹងអាឈុនក៏ទះក្បាលអាឆៃម្ដាយអាឆៃពេលដែលវាឈឺវាក៏ស្រែកអាឈុនវាក៏ថាឲ្យអាឆៃថាឯងមកខ្លាចដល់ណាទៀតមេឃភ្លឺហើយរៀបចំឲ្យវ៉ាន់ចុះពីលើភ្នំអាដាមវាមិនដឹងទៅណាទេអាឡែងតែហែងមួយទៀតហ្នឹងអញមិនបាច់ទេវល់ជាមួយនឹងអាពីរអ្នកហែងហើយទុកខ្លាចម្ដុំសិនទៅធ្វើម៉េចទៅរកអាដាមសិនវាមិនដឹងបាត់តាណាទេមួយយប់ហើយបន្ទាប់ពីអាឆៃវាតាំងស្មារតីបានហើយថាពីរអ្នកដែលនៅក្បែរវាហ្នឹងជាមិត្តភក្តិវាទេហើយណាមួយមេឃភ្លឺហើយអញ្ចឹងវាក៏រៀងបាត់ខ្លាចខ្លះដែរប៉ុន្តែក្នុងចិត្តវានៅតែខ្លាចអញ្ចឹងគ្រាន់តែសម្ដែងឲ្យអាពីរអ្នកហ្នឹងឃើញកុំឲ្យថាវាខ្លាចនៅពេលដែលចេញពីតង់រៀបចំអីវ៉ាន់ចិត្តហើយអីហើយអស់ក៏លឺសូរសំឡេងសម្រាប់ជើងដើរចុះពីលើភ្នំមកពេលហ្នឹងទាំង3អ្នកអាឆៃអាឈុនហើយនិងអាឆុយហ្នឹងក៏ងាកទៅមើលទៅតាមសំឡេងសម្រាប់ជើងព្រមគ្នាទាំង3អ្នកហ្នឹងសម្រាប់ជើងហ្នឹងគឺសម្រាប់ជើងរបស់ខ្ញុំនឹងឯងដែលខ្ញុំចុះពីលើភ្នំហ្នឹងចំពេលដែលពួកវាកំពុងរៀបចំតង់ល្មមពេលហ្នឹងហើយដែលពួកយើងទាំង4នាក់បានជួបជុំគ្នាបន្ទាប់ពីអាឆៃវាក៏លេចឃើញខ្ញុំភ្លាមហ្នឹងអាឆៃវាក៏រត់ទៅក្រោយខ្នងអាឈុនហើយនិយាយថាអាឈុនអានឹងមែនអាដាមអាឈុនវាក៏ឆ្លើយទៅអាឆៃវិញថាអញអត់ច្បាស់ដែរពួកអីបាត់វាមកយប់ហើយមកវិញសភាពដើមដដែលអញ្ចឹងអញមិនដឹងថាអានឹងអាដាមមែនអត់នៅពេលដែលខ្ញុំលឺអា3ក្បាលនឹងពិភាក្សាគ្នាអញ្ចឹងហើយខ្ញុំបែរជាអស់សំណើចខ្ញុំក៏បែរទៅមើលនៅនឹងជើងខ្ញុំនៅក្បែរជើងខ្ញុំមានឆ្នាំងមួយដែលពួកវាទាំង3នាក់ហ្នឹងបានធ្វើមកហូបហើយប៉ុន្តែវាអត់ទាន់បានរៀបចំឆ្នាំងចានទុកដាក់ភ្លាមហ្នឹងខ្ញុំក៏រើសឆ្នាំងយកមកហើយគប់ពួកវាទាំង3នាក់ហ្នឹងទៅនៅពេលហ្នឹងហើយបានពួកវាដឹងថាខ្ញុំជាមនុស្សពិតមែនដោយសារតែជាទូទៅខ្ញុំតែងតែយករបស់នេះរបស់នោះដើម្បីគប់ពួកវាទាំង3នាក់ហ្នឹងបញ្ជាក់ថាខ្ញុំជាមនុស្សពិតមែនហើយដោយសារតែខ្ញុំជាទូទៅតែងតែរើសរបស់នេះរបស់នោះដើម្បីគប់ពួកវាទាំង3នាក់ហ្នឹងពេលដែលខ្ញុំដើរទៅចិត្តពួកវាម្នាក់ដើរលបមកកាន់ខ្ញុំពេលដែលខ្ញុំគប់ពួកវាប៉ុណ្ណឹងហើយពួកវាក៏នៅតែអត់ច្បាស់ក្នុងចិត្តដែរពេលដែលវាចាប់កាន់ដៃខ្ញុំប៉ះសាច់ខ្ញុំក្តៅទៅបានបញ្ជាក់ច្បាស់ 100% ថាជាខ្ញុំភ្លាមហ្នឹងខ្ញុំក៏សួរទៅកាន់ពួកវាទាំង3នាក់ទាំងថាពួកហែងយប់មិញមានរឿងអីអត់គ្រាន់តែលើប៉ុណ្ណឹងភ្លាមអាឆៃវាថាមករៀបចំអីវ៉ាន់ឲ្យលឿនឡើងពួកអដែងបញ្ញាប់ចុះពីភ្នំពួកយើងទាំង4នាក់ក៏ជួយគ្នារៀបចំម្នាក់ម្ដាយមួយជើងទៅពេលដែលរៀបចំរួចរាល់ហើយខ្ញុំក៏គាត់ពួកវាថាឯងចាំនៅនឹងមួយផ្លែតឯងមានសល់អីអត់អញចង់ទៅដាក់សែននៅកន្លែងដែលអញជូននោមនឹងបន្តិចពួកអីអញប៉ះពាល់គេដោយសារតែអាហារពីម្សិលមិញហ្នឹងពួកអា3នាក់ហ្នឹងវាបានស៊ីខ្ទេចអស់ហើយអញ្ចឹងអត់មានអីទេមានសល់តែនំកញ្ចប់ជាមួយនឹងស្រាដែលពួកយើងក្រងទិញមកហ្នឹងកម្រងថាបានផឹកជុំគ្នាម្នាក់ម្ដងអញ្ចឹងណាប៉ុន្តែដោយមានហេតុការណ៍ហ្នឹងអញ្ចឹងទៅក៏អត់បានផឹកទេនៅពេលហ្នឹងខ្ញុំក៏យកនំកញ្ចប់ហែកវាដាក់នៅលើស្លឹកឈើហើយនឹងចាក់ស្រាបន្តិចយកទៅដាក់សែននៅកន្លែងដែលខ្ញុំបានខុសឆ្គងលើហ្នឹងនៅពេលដែលដាក់សែនហើយខ្ញុំក៏បានខមាទោសទៅកាន់គេចឹងទៅដើម្បីកុំឲ្យគេប្រកែកប្រកាន់យើងចឹងណាថាកំហុសខុសឆ្គងទាំងប្រមាណហ្នឹងសូមអធិស្ឋានឲ្យផងនៅពេលដែលដាក់សែនហើយហើយអស់ពួកយើងទាំង4នាក់ហ្នឹងក៏ដើរមកតែនៅពេលហ្នឹងអាឆៃវាបំរុងនៅដើរចេញមកហើយប៉ុន្តែវាបែរជាឆ្លៀតងាកទៅក្រោយនៅកន្លែងដែលខ្ញុំដាក់សែនហ្នឹងក៏ឃើញមានសត្វទឹកខ្មោចនៅរោមជុំវិញនៅកន្លែងដែលខ្ញុំដាក់សែនហ្នឹងនៅក្នុងហ្នឹងក៏មានខ្មោចដែលលងអាឆៃយំមិញដែរគ្រាន់តែអាឆៃបានឃើញប៉ុណ្ណឹងវាស្ងាត់មាត់ឈឹងវាខំប្រឹងត្បូលដើរទៅមុខគេរហូតតតែពួកយើងទាំង4នាក់ហ្នឹងបានចុះពីភ្នំមកហើយពួកយើងក៏ចេញមកពេញវិញមករហូតមកដល់ពេញហ្នឹងទាំងសុខសប្បាយទាំងអស់គ្នាបន្ទាប់ហេតុការណ៍ហ្នឹងហើយក្រោយមកទៀតពួកខ្ញុំក៏តែងតែញ៉ាំអាឆៃលេងថាតោះនាំគ្នាទៅបោះតង់អីតែពេលហ្នឹងចេះតែសើចចំអកទៅកាន់អាឆៃដោយសារតែវាខ្លាចខ្មោចពេកអូខេអ្នកទាំងអស់គ្នារឿងយើងមកដល់ទីបញ្ចប់ហើយមិនដែរអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាវីដេអូនេះអ្នកទាំងអស់គ្នានឹងចូលចិត្តហើយកុំភ្លេចជួយ like និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ